ចាបងប្អូនប្រកាសជាស្គាល់ហើយតកូនឆោមតែ5ចាបាទអរគុណចាបាទហើយចុះក្រុម Dance Fever តើក្រុមនឹងមកពីខាងណាដែរតើរៀបចំធ្វើម៉េចតើចង្វាក់តើក្រុមភ្លេងនឹងលេងតាមរបៀបណាដែរចា Dance Fever គឺបង្កើតនៅទីក្រុង LA ដែលនាងខ្ញុំលោកចង់ឆ្លើយទៅបាទចាពួកគាត់គឺជាជនជាតិអាមេរិកប៉ុន្តែគាត់ចង់បានអ្នកចម្រៀងជាភាសាខ្មែរច្រៀងបទអ្នកមានរស់រាយធានិងលោកសុនសមុទ្រឡើងវិញព្រោះអីបទលោកពូសុនសមុទ្រនិងអ្នកមានរស់រាយធាបាត់បង់យ៉ាងច្រើនឆ្នាំតែជាបងប្អូនយើងមួយចំនួនក៏ភ្លេចអស់ហើយនឹងមានបងពូលោកពូអ្នកមីងក៏មិនទាន់ភ្លេចដែរចាដូច្នេះហើយក្រុមមន្ត្រីក៏ចាប់ផ្ដើមប្រកាសនៅក្រុមមន្ត្រី Dance Fever នេះហើយឲ្យនាងខ្ញុំច្រៀងជាភាសាខ្មែរនិងជាភាសាអង់គ្លេសចាបាទចុះតើហេតុអីបានជាពួកគាត់ចាប់អារម្មណ៍ជាមួយនឹងបទលោកស៊ីសមុទ្រហើយនឹងស្រីរស់ធាចាពីព្រោះថាអ៊ីសិនគាត់ទៅស្រុកខ្មែរគាត់ទៅលេងស្រុកខ្មែរមិត្តភ័ក្តិរបស់គាត់កើតមូខាំแล้วហើយគាត់ក៏ដាក់ឈ្មោះDance Fever នោះព្រោះអីមិត្តភ័ក្តិគាត់មូខាំទៅឈឺតាមផ្លូវគាត់ក៏ស្ដាប់ចម្រៀងលោកពូសុនសមុទ្រគាត់ក៏សួរអ្នកតាក់ស៊ីថាបទហ្នឹងអ្នកណាគេច្រៀងអ្នកតាក់ស៊ីក៏ប្រាប់គាត់ថាលោកសុនសមុទ្រស្លាប់បាត់ហើយជំនាន់ពលពតអញ្ចឹងហើយគាត់ក៏ចាប់អារម្មណ៍ពេលដែលគាត់ត្រឡប់ទៅអាមេរិកវិញគាត់ក៏មកកើតទូបងប្រុសគាត់និងមិត្តភ័ក្តិរបស់គាត់ក៏ប្រគំគ្នានឹងជ្រើសរើសអ្នកចម្រៀងគាត់ក៏មករកនាងខ្ញុំដែលនាងខ្ញុំច្រៀងប្រចាំនៅពុទ្ធិដ្ឋាន Dragon House នៅ Long Beach ចាបាទដូច្នេះសូមនាងជួយបង្ហាញអំពីម្នាក់ផងអ្នកភ្លេងបាទតើឈ្មោះអីតែគាត់លេងអីបាទសូមជើញបាទសូមណែនាំមកស្គាល់ So okay លោកឈ្មោះអីដែរ We need everybody need to know your name ខ្ញុំឈ្មោះ Zach ចាសួរគុណខ្ញុំឈ្មោះ Sinan សូមអរគុណច្រើនហើយលោកខាងនេះវិញខ្ញុំឈ្មោះ Ethan នាងខ្ញុំឈ្មោះ Ethan នាងខ្ញុំអមីគេ It's a lady នាងខ្ញុំបាទខ្ញុំឈ្មោះ Ethan សុខសប្បាយជាទេខ្ញុំនឹងក្រោមអ្នកទៀតខ្ញុំឈ្មោះ Paul ឈ្មោះ Paul មិននាងខ្ញុំទេណា It's not នាងខ្ញុំ That's a lady បាទជាដូច្នេះសូមអរលោកស្រីអ្នកនាងកញ្ញារីកសប្បាយជាមួយនឹងក្រុម Dance Fever និងអ្នកនាងឆំនិមលបាទ